ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកទួលនៅលើបាតដៃចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ចានៅលើបាតដៃយើងមានទួលហ្នឹងគឺសាច់ក្រញ៉ុំពុកម៉ែបងប្អូនចាសាច់ក្រញ៉ុំនៅលើបាតដៃហ្នឹងគឺគេហៅថាទួលដូចក្នុងរូបភាពអញ្ចឹងពុកម៉ែបងប្អូនគឺនៅក្រោមម្រាមចង្អុលក្រោមម្រាមកណ្ដាលចាគឺដូចក្នុងរូបភាពចាគឺមានសាច់ក្រញ៉ុំធំគឺទួលនឹងល្អចាគឺបាតដៃនឹងល្អប៉ុន្តែបើពុកម៉ែបងប្អូនមានទួលតូចស្ដើងប៉ុន្តែឲ្យតែមានខ្សែឈរចាឲ្យតែមានខ្សែឈរក៏ល្អដែរខ្សែឈរដូចក្នុងរូបភាពចឹងពុកម៉ែបងប្អូនចានៅក្រោមម្រាមចង្អុលម្រាមកណ្ដាលម្រាមនាងដៃនិងកូនដៃចាក្រោមកូនដៃក៏ដោយឲ្យតែមានខ្សែឈរនៅត្រង់ចំណុចហ្នឹងគឺល្អចាទោះបីជាសាច់មិនសូវជាក្រាស់ដូចគេក៏ដោយចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ឈ្មោះទួលនីមួយនៅលើបាតដៃចាអញ្ចឹងខ្ញុំរាប់ពីលេខ1ដល់លេខ9ចាទួលលេខ1គឺឈ្មោះទួលផ្កាយសុកឬក៏ទួលភពសុកក៏បានដែរពុកម៉ែបងប្អូនចាលេខ2គឺទួលផ្កាយប្រហ័សលេខ3គឺទួលផ្កាយសៅរ៍លេខ4គឺទួលព្រះអាទិត្យលេខ5គឺទួលផ្កាយពុធលេខ6គឺទួលព្រះច័ន្ទលេខ7គឺទួលផ្កាយអង្គារទី1លេខ8គឺទួលផ្កាយអង្គារទី2លេខ9គឺទួលអង្គាររៀបសូមជម្រាបជូនពុកម៉ែបងប្អូនថានៅលើបាតដៃរបស់យើងនឹងមានសាច់ក្រញ៉ុំត្រង់ចំណុចហ្នឹងគេហៅថាទួលចាហើយត្រង់ទួលហ្នឹងហៅថាផ្កាយឬក៏ភពចាផ្កាយប្រហ័សឬក៏ភពប្រហ័សផ្កាយសុកឬក៏ភពសុកចាហើយផ្កាយក៏បានភពក៏បានពុកម៉ែបងប្អូនហើយបាតដៃរបស់យើងម្នាក់គឺខុសគ្នាពុកម៉ែបងប្អូនអ្នកខ្លះគឺគាត់មានសាច់ក្រញ៉ុំធំក្រាស់ចាហើយអ្នកខ្លះទៀតគាត់មានសាច់ក្រញ៉ុំនឹងដែរប៉ុន្តែរាងតូចចាអញ្ចឹងបាតដៃរបស់យើងគឺខុសពីគ្នាចាអញ្ចឹងបន្តមកខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចចាខ្ញុំរៀនមើលខ្សែបាតដៃរយៈពេល3ឆ្នាំហើយចាហើយខ្ញុំរៀនជាមួយលោកគ្រូរបស់ខ្ញុំគាត់ជាជនជាតិជប៉ុនដ៏ល្បីម្នាក់នៅក្នុងប្រទេសជប៉ុនចាគឺលោកគ្រូរបស់ខ្ញុំគាត់មានជំនាញនិងបទពិសោធន៍តាំងពីក្មេងចាគាត់រៀនមើលខ្សែដៃតាំងពីអាយុ20រហូតមកបច្ចុប្បន្នគាត់មានអាយុ70ឆ្នាំហើយចាអញ្ចឹងគាត់មានបទពិសោធន៍ខាងមើលខ្សែបាតដៃគឺរយៈពេល50ឆ្នាំហើយចាអញ្ចឹងខ្ញុំនឹងចែករំលែកខ្សែបាតដៃដែលល្អប្លែកជូនពុកម៉ែបងប្អូននៅពេលក្រោយទៀតបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍វីដេអូរបស់នាងខ្ញុំសូមជួយចុចសញ្ញាកណ្ដឹងនិងឲ្យសញ្ញាមេដៃជាការលើកទឹកចិត្តនិងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណសំណាងល្អទាំងអស់គ្នា